Vậy tới chia bay cái chun sạc cắm nâng bay cái chun sạc cắmឬក៏យើងហៅជាភាសាអង់គ្លេស passive and active candidate បេក្ខជនសកម្មនិងបេក្ខជនអសកម្មជាពាក្យពីរដែលគេនិយមប្រើទូទៅនៅក្នុងបរិបទនៃការជ្រើសរើសបុគ្គលិកគឺសំដៅដល់បេក្ខជនពីរប្រភេទដែលពួកគេមានភាពសកម្មខុសៗគ្នាក្នុងការស្វែងរកការងារចំណុចទី1បេក្ខជនសកម្មជាបេក្ខជនដែលកំពុងស្វែងរកការងារធ្វើយ៉ាងសកម្មអាចថាពួកគាត់កំពុងស្វែងរកការងារឬមិនពេញចិត្តជាមួយការងារដែលពួកគេកំពុងធ្វើហើយកំពុងស្វែងរកការងារថ្មីតាមវិធីសាស្ត្រផ្សេងៗជាបេក្ខជនដែលមានការ comment ឆ្លើយតបច្រើនចំពោះនៅពេលមានការផ្សព្វផ្សាយជ្រើសបុគ្គលិកជាបេក្ខជនដែលសកម្មក្នុងការស្វែងរកឱកាសការងារថ្មីៗដើម្បីធ្វើការផ្លាស់ប្ដូរចំណុចទី2បេក្ខជនអសកម្មជាបេក្ខជនដែលមិនសកម្មក្នុងការស្វែងរកការងារថ្មីប៉ុន្តែបើកចំហក្នុងការពិចារណាចំពោះឱកាសថ្មីៗនិងបើសិនបើមានការពន្យល់ណែនាំនិងការផ្ដល់ជូនល្អបេក្ខជនអសកម្មជាធម្មតាជាបេក្ខជនដែលកំពុងមានការងារធ្វើនិងពេញចិត្តជាមួយនឹងការងារដែលពួកគេកំពុងធ្វើនាពេលបច្ចុប្បន្ននិងមិនចង់ផ្លាស់ប្ដូរផងដែរបេក្ខជនអសកម្មជារឿយៗម្ចាស់ក្រុមហ៊ុនចង់រក្សាមិនឲ្យពួកគេចាក់ចេញដោយសារពួកគេមានជំនាញនិងបទពិសោធន៍ល្អការជ្រើសរើសបេក្ខជនអសកម្មត្រូវទាមទារឲ្យមានជំនាញនិងយុទ្ធសាស្ត្រច្រើនដូចជា networking connection ឬជំនាញក្នុងការបញ្ចុះបញ្ចូលជាដើមអ្នកជ្រើសរើសបុគ្គលិកតែងតែកំណត់គោលដៅដើម្បីទាក់ទាញទាំងបេក្ខជនសកម្មនិងបេក្ខជនអសកម្មនៅក្នុងយុទ្ធសាស្ត្រជ្រើសរើសបុគ្គលិករបស់ពួកគេដោយទទួលស្គាល់តម្លៃដែលប្រភេទបេក្ខជនទាំងពីរមានខណៈពេលដែលបេក្ខជនសកម្មអាចផ្ដល់នូវដំណោះស្រាយភ្លាមៗចំពោះដំណឹងជ្រើសរើសបុគ្គលិកចំណែកឯបេក្ខជនអសកម្មអាចផ្ដល់នូវជំនាញនិងបទពិសោធន៍ពិសេសៗដែលអាចពិបាកស្វែងរកប៉ុន្តែមានតម្លៃក្នុងការជ្រើសរើស